ណាគេថាមេកណ្ដាលចឹងមួយទឹកសមុទ្រអត់កើតតែអ្នកទាំងអស់គ្នាដឹងមកពេលចុះងូតទឹកគឺធានាថាអត់ក្តៅខ្លាំងទេហើយគឺថាងូតទឹកបានយ៉ាងស្រស់ស្រាយហ្មងហើយបានអង្គុយយូរទងនៅមាត់ឆ្នេរយ៉ាងសប្បាយទៀតទៅភាពងាយស្រួលមួយទៀតគឺស្នាក់នៅសន្តាគារនៅជាប់មាត់ឆ្នេរញ៉ាំគ្រឿងសមុទ្រថ្មីស្រស់បានជួបជុំគ្រួសារញ៉ាំអាហារជុំគ្នាហើយបានតេះលេងជាមួយនឹងបង្អែមលៀងមាត់ទៀតដីសុកយុទ្ធនាមិនអស់ដំណើរកំសាន្តមួយយប់ពីរថ្ងៃទៅក្រុងព្រះសីហនុរាល់ដំណើរកំសាន្តមុនតាំងពីមានផ្លូវល្បឿនលឿនមកគឺទៅវល់ល្ងាចដែលស្នាក់នៅទេតែទ្រីបលើកនេះគឺមានគម្រោងមុនតែសល់ថ្ងៃ2ថ្ងៃចូលឆ្នាំខ្មែរចូលឆ្នាំនេះគឺបានដើរទៅណាទេព្រោះគេធ្វើតង្គសង្ក្រាន្តនៅភ្នំពេញអញ្ចឹងហើយក៏នៅបន្តសិនទៅហើយគាត់ជូនអីកូនស្រីបើគឺកំណើតចំថ្ងៃចូលឆ្នាំទី2តែឡើងតែគិតរឿង birthday កូនដើរលេងទុកបន្លែកសិនទៅអញ្ចឹងយ៉ាងហោចណាស់ក៏បានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃដែររៀបចំកម្មវិធីទូចលក្ខណៈគ្រួសារអញ្ចឹងណាប៉ុន្តែក៏មិនជាបញ្ហាដែរចុងក្រោយគឺបានមកដល់ទិសដៅហើយទិសដៅដំបូងគេនេះគឺមកដល់ផ្សារលើបានទិញគ្រឿងសមុទ្រមួយចំនួនយកមកឲ្យអ៊ីដែលគាត់ធ្វើម្ហូបនៅហ្នឹងគាត់ធ្វើឲ្យឃើញថាគ្រឿងសមុទ្រនៅនេះគឺថ្មីស្រស់មែនតើបងពីនឹងហើយគឺបន្តស្វែងរកកន្លែងញ៉ាំក្នុងចិត្តវិញគឺនិយាយពីថាចង់ទៅញ៉ាំនៅមាត់ឆ្នេរមែនតើប៉ុន្តែបងអើយកូនខ្ញុំគាត់ចូលចិត្តទឹកណាស់គឺនិយាយថាទៅដល់គឺអត់បានញ៉ាំទេគឺគាត់ទាងូតទឹកតែម្ដងមិនដឹងចាប់មួយណាមួយណីទេចឹងក៏សម្រាប់ចិត្តញ៉ាំកន្លែងផ្សេងហើយក៏បានមក check in ហើយពេលល្ងាចក៏បានទៅញ៉ាំអាហារជុំគ្នានៅហាងចិនមួយកន្លែងនេះយប់ថ្ងៃទី1នៃដំណើរកំសាន្តហើយនៅថ្ងៃបន្ទាប់ក្រោយពីញ៉ាំអាហារពេលព្រឹកហើយគឺរៀបចំខ្លួនទៅហែទឹកសមុទ្របងទាំងអស់គ្នាពេលដើរទៅមានអារម្មណ៍ថាក្តៅបងមើលតែថ្ងៃទៅដឹងហើយតែជាក់ស្ដែងពេលចុះហែទឹកគឺអត់សូវក្តៅទេនិយាយទៅគឺចន្លោះម៉ោង3កន្លះទៅដល់ម៉ោង10កន្លះគឺត្រជាក់ល្មមអាចងូតបានបងអ្នកលក់នៅហ្នឹងគាត់ប្រាប់ថាពេលព្រឹកអញ្ចឹងគឺងូតទឹកល្អបំផុតតែហើយវាអត់សូវក្តៅណាមួយទឹកសមុទ្រឡើងជូរមកទៀតហើយដឹងមិនអត់បងទឹកជូរអញ្ចឹងគឺមួយទឹកសុវត្ថិភាពបំផុតតែមានណាកំពុងតែសប្បាយហើយងើបឡើងមកវិញរៀងហត់ដែរបាននំផ្អែមពីរមុខនេះញ៉ាំហើយនិយាយថាគឺឆ្ងាញ់ហ្មងញ៉ាំនំបណ្ដាអង្គុយមើលទេសភាពបណ្ដាហើយ10ឆ្នាំដល់មានម៉ានដងហេបងអើយទស្សនភាពបែបនេះយូទងយកអីលេងអញ្ចឹងណាពីផ្ទះមកគឺគុំញ៉ាំបុកល្ហុងក្តាមសេះបងនិយាយទៅមកដូចចិត្តមែនគឺបានញ៉ាំហើយឆ្ងាញ់សន្លប់តែអង្គុយលេងមើលទេសភាពហើយនឹងញ៉ាំអាហារពេលថ្ងៃត្រង់ហើយនឹងសម្រាប់លេងមកសន្ទុះធំចុងក្រោយគឺទៅ check out នៅសន្តាគារដើម្បីធ្វើដំណើរទៅកាន់ភ្នំពេញវិញដំណើរមានកូនតូចចាមានតែប៉ុណ្្នឹងឯងបងអញ្ចឹងជួបគ្នាវីដេអូក្រោយទៀតណាបាយនំមួយសិន